គ្រាន់តែចូលដល់ឆ្នាំ2025ភ្លាមមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ពីរនាក់ក៏ជំរុញឲ្យខ្ញុំធ្វើវីដេអូសាងឡើងវិញគ្រាន់តែគិតថាធ្វើឲ្យសុំប្តីរបស់ខ្ញុំក៏ថាអត់អីទេអូនឯងធ្វើទៅគ្រាន់តែចាប់ធ្វើថ្ងៃដំបូងគឺមានខមមិនមកថាខ្ញុំស្អាតដល់ហើយពីអ្នកបងប្អូនអត់ចេះចាស់សោះពិតជាអាយុគ្រាន់តែជាតួលេខថ្ងៃនេះខ្ញុំសូមចែករំលែកតែម្ដងភាគច្រើនខ្ញុំក្រោកមកគឺញ៉ាំទឹកមួយកែវធំប្រហែលជាកន្លះលីត្រខ្ញុំញ៉ាំស្រូវសាលី3ស្លាបព្រាហើយនិងគ្រាប់ធញ្ញជាតិ2ស្លាបព្រាលាយជាមួយនឹងទឹកដោះគោដែលមានជាតិកាល់ស្យូមស្រូវសាលីខ្ញុំយកអាសាបំផុតមកនិយាយទៅខ្ញុំយកអាណាត់រ៉ែលធម្មជាតិចាហើយនឹងគ្រាប់ធញ្ញជាតិជួយឆ្អឹងជួយសាឡាក់របស់យើងណាហើយខ្ញុំញ៉ាំអូមេហ្គា3នៅពេលព្រឹកឡើងបើសិនជាបងប្អូនចំណាប់អារម្មណ៍នឹងវីតាមីនអូមេហ្គា3នេះខ្ញុំនឹងមិនសិនផេកនៅក្នុងវីដេអូនេះបងប្អូនអាចឆាទៅផេកដើម្បីកម្មង់បានតកតងនឹងអត្ថប្រយោជន៍ការញ៉ាំអូមេហ្គា3នេះខ្ញុំនឹងនិយាយនៅក្នុងវីដេអូក្រោយខ្ញុំមកឆ្លើយនឹងខមមិនរបស់គាត់ជាបន្តទៀតក៏ពិតអាហារបំពងនៅពេលព្រឹកយើងញ៉ាំប៉ុណ្្នឹងហើយគឺយើងត្រូវតែហាត់ប្រាណដើម្បីជួយឲ្យរាងកាយរបស់យើងវាចេញជាតិពុលបងប្អូនខ្ញុំព្រលឹមណាខ្ញុំចេញទៅហាត់ប្រាណជាមួយនឹងកូនរបស់ខ្ញុំតែម្ដងហើយការដែលខ្ញុំហាត់ប្រាណនេះគឺមិនសូវជាទៀងទាត់ទេដោយសារខ្ញុំមានកូនតូចប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើវាម្ដងតិចជារៀងរាល់ថ្ងៃនេះគឺជាសកម្មភាពខ្ញុំរាល់ថ្ងៃតែម្ដងណាហើយមនុស្សខ្ញុំខុសគេខ្ញុំធ្វើអីមួយខ្ញុំមិនរំពឹងថាលទ្ធផលវាបានមកភ្លាមទេគឺវាត្រូវការប្រើរយៈពេលយូរហើយខ្ញុំជាមនុស្សស្រីខ្ញុំត្រូវដឹងថាខ្លួនខ្ញុំត្រូវឆ្លៀតពាក់បែបណាដើម្បីមើលទៅវាសមរម្យស័ក្តិសមជាម្ដាយជាប្រពន្ធគេដែលយើងមើលទៅអាយុយើងច្រើនប៉ុន្តែមុខមាត់ការស្លៀកពាក់របស់យើងសមរម្យទៅគឺវាគ្រប់គ្រាន់ហើយចាអញ្ចឹងបើសិនជាបងប្អូនដែលគាត់ស្រឡាញ់សុខភាពចាញ៉ាំសាបហើយជៀសវាងគ្រឿងស្រវឹងផ្សេងចាអញ្ចឹងខ្ញុំហាត់ប្រាណហើយខ្ញុំគាត់មកដល់ផ្ទះខ្ញុំមើលថែកូនលេងជាមួយកូនខ្ញុំចាប់ផ្ដើមធ្វើបាយម្ហូបឲ្យកូនញ៉ាំអញ្ចឹងបងប្អូនអត់មានអីទេវីដេអូនេះខ្លីមែនតើអញ្ចឹងជួបគ្នាក្នុងវីដេអូក្រោយទៀតខ្ញុំមិនដឹងថាខ្ញុំអាចចេញមួយថ្ងៃបានតែមួយវីដេអូឬក៏ពីរវីដេអូទេក៏ប៉ុន្តែធម្មតាបើសិនខ្ញុំចង់ធ្វើវីដេអូគឺខ្ញុំត្រូវចេញមួយថ្ងៃ3តែខ្ញុំខិតបងប្អូនធន់តែបងប្អូនចូលចិត្តការតាមដានវីដេអូរបស់ខ្ញុំអាច comment នៅខាងក្រោមនឹងបានហើយនឹងអាចរិះគន់ដើម្បីស្ថាបនាបានណាអរគុណបាយ